ជាដំបូងជំរាបសួរលោកគ្រូហើយក៏សួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះយ៉ាងវិទូដែលថ្ងៃនេះខ្ញុំនឹងមកធ្វើតាក់ទងជាមួយ DHCP V4 ដែលខ្ញុំនឹងធ្វើការ configure ជាមួយ DHCP V4 របស់យើងនៅក្នុង Xenon Extreme 9ហើយនឹងប្រើប្រាស់ជាមួយ Windows ដើម្បីធ្វើជា DHCP client ហើយខ្ញុំក៏បានប្រើប្រាស់ជាមួយ GNS3 ផងដែរដែលយើងមាន cloud នៅក្នុងការទាញយកជាមួយនឹង DHCP server ចេញមកពី Xenon X ផងដែរដែលចូលទៅដល់ចំណុចបន្តទៀតខ្ញុំនឹងបង្ហាញពី comment នៅក្នុងការធ្វើជាមួយ DHCP V4 របស់យើងដែលនៅក្នុងការធ្វើជាមួយ DHCP V4 របស់យើងគឺមានតែប្រហែល step នោះទេដែលវាមិនសូវពិបាកប្រហែលទេគឺងាយស្រួលនៅក្នុងការ config ទេអញ្ចឹងយើងនឹងចូលទៅក្នុង Xenon X របស់យើងទាំងអស់គ្នាដែលនៅក្នុងការធ្វើជាមួយនឹង DHCP V4 នោះគឺដំបូងគឺយើងត្រូវការ download ជាមួយនឹង DNS server ជាមួយសិន install DHCP server ដែលយើងប្រើប្រាស់ជាមួយ command sudo dnf DHCP servers space.y ដោយសារតែខ្ញុំគឺបានធ្វើជាមួយនឹង DHCP V4 ហើយម្ដងហើយអញ្ចឹងខ្ញុំគឺបាន prepare ជាមួយនឹង script ដើម្បីបង្ហាញពីជំហាននៅក្នុងការធ្វើជាមួយនឹង DHCP server របស់ខ្ញុំហ្នឹងដែលបន្ទាប់ពីយើង install ហើយយើងនឹង copy ជាមួយនឹងចេញមកពី directory user share .dhcp server ហើយយក file មួយនេះគឺ example នេះយកទៅដាក់ចូលនៅក្នុង dhcpd.conf ដែលនៅក្នុងនេះគឺមានជាមួយនឹង instruction នៅក្នុងការធ្វើជាមួយនឹង dhcpd សំដៅនៅក្នុងការធ្វើជាមួយនឹង DHCP ហើយបន្តមកទៀតយើងនឹងធ្វើការ config នៅលើ dhcpd.conf ហ្នឹងអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានប្រើប្រាស់ជាមួយនឹង vim អញ្ចឹងដើម្បីយើងនឹងធ្វើការចូលទៅមើលទៅក្នុង file ហ្នឹងតែម្ដងទៅ etc dhcp នេះ file ទី3នេះគឺជា file ដែលយើងធ្វើការ config មុនហ្នឹងអញ្ចឹងយើងចូលមើលទៅលើ file ហ្នឹងតិចទៅ cpd.conf នេះគឺអ្នកទាំងអស់គ្នាបានឃើញហើយជាមួយនឹងការ config ជាមួយ DHCP របស់ខ្ញុំគឺខ្ញុំបានប្រើប្រាស់ជាមួយ domain name គឺឈ្មោះខ្ញុំផ្ទាល់គឺ victu.con.kh ហើយនេះគឺជា domain name server គឺខ្ញុំបានប្រើប្រាស់ជាមួយនឹងមួយនេះហើយចំពោះ subnet របស់ខ្ញុំគឺខ្ញុំបានឆែកមើលរួចហើយដែលយើងអាចឆែកបានដោយប្រើប្រាស់ជាមួយនឹង IPA គឺឃើញថា IP របស់ខ្ញុំគឺ 192.168 គឺ .1 ហើយចំពោះនេះគឺជា rate ដែលខ្ញុំយកពី10ទៅដល់100អញ្ចឹងខ្ញុំទុកចន្លោះពី1ទៅដល់9ហើយនៅខាងក្រោយប្រមាណនេះទៀតគឺរហូតទៅដល់124អញ្ចឹងយើងនៅសល់ច្រើនដែរហើយចំពោះ router របស់ខ្ញុំគឺខ្ញុំឲ្យទៅលើ IP គឺ254ហើយនេះគឺជា domain name ហើយរបស់ខ្ញុំដដែលទេអញ្ចឹងយើងនឹងធ្វើការមើលទៅដល់ចំណុចបន្តទៀតបន្ទាប់ពីយើងបានដាក់ជាមួយ DHCP របស់យើងចូលទៅក្នុងនឹងហើយដែលហៅថា DHCP pool អញ្ចឹងចំណុចបន្តទៀតយើងនឹងធ្វើការ copy ជាមួយនឹងនេះគឺជាយើងនឹងធ្វើការ copy យកទៅដាក់ចូលទៅក្នុង DHCP សំដៅដែលយើងធ្វើការ copy ជាមួយនឹង DHCPD server ហ្នឹងយកទៅដាក់នៅក្នុងនេះម្ដងអញ្ចឹងខ្ញុំសូម copy ដោយសារតែដើម្បីចំណេញជាមួយនឹងពេលវេលារបស់យើងអញ្ចឹងយើងធ្វើការ copy មកយើងចូលមើលទៅក្នុងហ្នឹងដែល comment យើងត្រូវប្រើប្រាស់ជាមួយ cat នៅពីមុខនេះទៀតសូមសេរីកាមេរ៉ាដោយសារតែ webcam របស់ខ្ញុំគឺមានបញ្ហាអញ្ចឹងយើងប្រើប្រាស់ទូរស័ព្ទដើម្បី record អញ្ចឹងយើងឃើញនៅកន្លែងexec start នេះយើងឃើញនៅកន្លែងចុងក្រោយនេះគឺ s DHCP DARGS ហ្នឹងដែលកន្លែងនេះហើយគឺជាកន្លែងសំខាន់ដែលយើងត្រូវ change ហ្នឹងដែលដើម្បី change បានគឺយើងចូលមើលទៅលើ IPA ដែល IPA របស់ខ្ញុំគឺខ្ញុំបាន check មើលរួចហើយគឺខ្ញុំមានជាមួយនឹង ENS 33អញ្ចឹងយើងចូលទៅដល់ចំណុចបន្តទៀតគឺយើងនឹងធ្វើការ change កន្លែងហ្នឹងទៅជា ENS ដាក់ជាមួយនឹង ENS របស់យើងអ
chẳng nhung đời sao tại nhung bàn thôi rồi hái chẳng dương châu mơ từ đó cho châu mơ từ đó còn lại nâng mòn tới ní chẳng nhung xong copy từ lại bộ thay dương bàn thôi hái đầm bay cho nên bay vào liệp phóng cái này đi nhung xong clear một sẵn ní គឺបន្តពីយើងគឺបាន config ហើយគឺខ្ញុំបានបដូរទៅដាក់ ENS របស់ខ្ញុំវិញគឺ ENS 33បន្តពីយើងបដូរកន្លែងហ្នឹងហើយគឺយើងគឺបានចប់ទៅនឹង step មួយហ្នឹងហើយអញ្ចឹងយើងគឺ escape មកហើយ W view ហើយបន្តពីយើង config កន្លែងហ្នឹងហើយមួយទៀតគឺយើងអាចមើលទៅលើ comment នេះគឺយើងនឹងធ្វើការដាក់ជាមួយនឹង IPv4 address របស់យើងដែលកន្លែងនេះគឺខ្ញុំបានដាក់រួចហើយបន្ទាប់ពីហ្នឹងមកគឺយើងវាយ comment តាមនឹងរហូតមកបន្ទាប់ពីហ្នឹងហើយគឺយើងវាយទៅលើ comment mode ENS 32 IPv4 method manual ម្ដងហើយបន្ទាប់ពីយើងចប់គ្រប់កន្លែងនេះហើយយើងគឺប្រើជាមួយនឹង system CTL daemon reload បន្ទាប់មក restart បន្ទាប់មក enable បន្ទាប់មក status គឺរួចរាល់ហើយប៉ុន្តែនៅមានមួយទៀតគឺយើងមើលទៅលើSendS របស់យើងសិនដែលនៅក្នុង SendS ហ្នឹងគឺយើងត្រូវបដូរជាមួយនឹង setting SendS របស់យើងទៅជាកន្លែងនេះគឺយើងត្រូវដាក់ជាមួយនឹង host only ហើយបន្ទាប់ពីយើងដាក់ host only ហើយគឺនៅកន្លែង VM edit នេះគឺយើងឃើញមានទៅលើកន្លែង network editor នេះចឹងកន្លែងនេះគឺយើងត្រូវជាមួយនឹងត្រូវការ change ជាមួយនឹង IP ផងដែរដែលយើងប្រើជាមួយនឹង VMnet 1 នេះគឺខ្ញុំបានចូលកន្លែង change setting នេះហើយបានដាក់ជាមួយនឹង subnet IP របស់ខ្ញុំពីនេះទៅវិញហើយ host only ដូចគ្នាអញ្ចឹងកន្លែងនេះកន្លែងដែលយើងត្រូវ change គឺមានតែប៉ុណ្្នឹងអញ្ចឹងបន្ទាប់មកទៀតគឺយើងចូលទៅដល់ចំណុចដែលយើងតេស្តវិញម្ដងដែលនៅក្នុងនេះគឺខ្ញុំបានរៀបរួចហើយជាស្រេចហើយអញ្ចឹងយើងនឹងធ្វើការតេស្តតែម្ដងទៅយើងអាចមើលបានតាមរយៈប្រើប្រាស់ជាមួយនឹង command IP config សំទោសអត់មាន space ទេ IP config space all យើងឃើញថាកន្លែងនេះដោយសារតែកន្លែងនេះគឺខ្ញុំគឺអត់ទាន់បានបដូរទៅលើនៅក្នុង VM network adapter VMnet 1 នេះអញ្ចឹងទៅគឺវាអត់ទាន់បានមកទេអញ្ចឹងយើងចូលទៅដល់ក្នុង ncpa.cpl ហើយយើងចូលទៅក្នុង network adapter VMnet 1 នេះហើយយើងមើលទៅលើពាក្យជាមួយនឹង network protocol version 4 នេះហើយយើងចូលទៅក្នុងហ្នឹងមកយើង restart វាបន្តិចមកដោយសារវាអត់ទាន់មកអូខេអញ្ចឹងយើង click ពី OK មកអញ្ចឹងយើងអាចសំទោសយើងអាចចូលមើលម្ដងទៀតហើយប្រើប្រាស់ជាមួយនឹង command IP config all ដែរ អ
សុំពីមួយសិន192.168.1.254ឃើញថាចូលធម្មតាទេប៉ុន្តែ domain name យើងគឺអត់ទាន់មកអូមកហើយតា vitu.com.kh នេះគឺយើងឃើញថាការធ្វើជំនាញ DHCP របស់យើងគឺជោគជ័យហើយអញ្ចឹងយើងនឹងធ្វើការតេស្តនៅលើ GNS3 ម្ដងនេះគឺយើងគឺបាន ping ទៅលើ default gateway ឃើញថាdefault gateway ហើយនឹងDHCP client ហ្នឹងគឺយើងស្គាល់គ្នាហើយយើងស្គាល់ជាមួយនឹង default gateway ហើយអញ្ចឹងបន្តមកទៀតយើងចូលទៅក្នុង GNS3 ដែលនេះគឺជា GNS3 របស់ខ្ញុំដែលនេះគឺនៅក្នុង cloud ដែលនៅក្នុង cloud នេះគឺខ្ញុំគឺបានconfig នៅក្នុង internet interface ហើយដែលយើងយកទៅលើ VM នេះ VM network adapter V1 នេះដែលយើងប្រើមកពីកន្លែង NCPA.cpl មុនហ្នឹងហើយយើង apply ហើយចឹងយើង cancel វិញហើយបន្តមកទៀតគឺយើងធ្វើការ request ជាមួយនឹង IPអូខេ IP DHCP អូខេឃើញថាយើងបានជាមួយនឹង IP មកហើយអញ្ចឹងយើងនឹងធ្វើការ ping ទៅ default gateway មួយទៀត IP ping 192.168.1.1.254ឃើញថាយើង ping ទៅ default gateway យើងគឺស្គាល់ហើយអញ្ចឹងយើង request មកអស់មកIP DHCP អូខេចឹងយើងធ្វើការ ping ទៅមួយទៀតទៅកាប់ទៅកន្លែងហ្នឹងគឺឲ្យតែ ping ចូលមួយគឺចូលអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងយើង ping ឲ្យអស់ទៅចូលដូចគ្នាអញ្ចឹងយើង request អស់ទៅអូខេឃើញថា step ដែលយើងត្រូវធ្វើហ្នឹងគឺបានសម្រេចអស់ហើយទាំងនៅក្នុង CMD នេះគឺទាំង IP ទាំង domain name គឺមកអស់ហើយគឺ vitu.com នេះគឺជា domain name របស់ខ្ញុំហើយមិញហ្នឹងគឺខ្ញុំបានធ្វើទៅលើ VM net1 នេះគឺយើងអាចមើលបាននៅក្នុង internet adapter VM network adapter VM1 របស់យើងហ្នឹងគឺបោះមកអស់ហើយនេះគឺជា IP ហើយនេះគឺជា list option list expire អីគឺមានអស់ហើយនេះយើងអាចមើលបានជាមួយ default gateway របស់យើងជាមួយ DHCP server របស់យើងគឺត្រូវអស់ហើយអញ្ចឹងគឺការធ្វើជាមួយ DHCP V4 របស់ខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានហើយក៏អរគុណលោកគ្រូអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ